រ៉ុបដែរទេនេះនៅអឺរ៉ុបនៅ UEFA Champions League ក៏ចូលដល់វគ្គពាក់កណ្ដាលផ្នែកប្រវត្តិជើងទី1ដែរតែក៏ក្រៅការប្រយុទ្ធមិញដែរបាទមកប្រកួត9គ្រាប់ជើងខ្លាំងការពារតំណែងជើងឯកបាទប៉ារីស Saint-Germain តាមឈ្នះ Bayern Munich បាទអ្នកគ្រប់ត្រូលយើងបកកែទៀតបាទហៅឈ្មោះជាខ្មែរដាក់ឈ្មោះ Arsenal ប្រកួតជាមួយនឹង Real Madrid ជើងទី1ដែរបាទបង2រំលងអាត្រៀតអូខេបងប្អូនអញ្ចឹងយើងមើលជើងទី1នេះបន្តហើយបើមានការប្រែប្រួលអីរវាងក្រុមបាល់ទាត់ Visakha នៃសំទោស ISI និងកោសែនជ័យដែលជាអូមួយគ្រាប់បាត់ទៅហើយដោយ Patrick Robson អូមកសុទ្ធយ៉ាងស្រួលបាទរមយ៉ាងល្អរមយ៉ាងស្អាតតែម្ដងកំពុងតែនិយាយនៅតារាងមួយខាងទៀតតារាងខាងនេះគឺមានការទាត់បញ្ចូលទីបានសម្រាប់1-0ការបញ្ជូនមិនមានអមមែនទែនហើយយើងចាំមើលរូបភាពឡើងវិញពីការចលនារបស់ Patrick Robson បាទមិនរតនៈគឺជាអ្នកបញ្ជូនបាទត្រង់នេះគឺបាទចំហគេស្របជាមួយនឹងតាំងប៊ុនឆៃព្យាយាមបកដៃហៅសាលីមមកដែរមកមិនទាន់ទេត្រង់នេះបាទការផ្ទះបាទបញ្ចប់ទីបានយ៉ាងល្អអ្វីដែលមើលឃើញគឺការបោះគេហៅបោះសម្លាប់ពីមិនរតនៈបាទប្លង់បាញ់មិញនេះគឺមិនរតនៈចោះតាំងពីកដាលទៅហើយ Patrick Robson ប្រើលបឿនរបស់ខ្លួនប៊ុនឆៃដេញអត់ទាន់កីឡាករបាទអ្នកចាំទីគឺកយសេលីមក៏អត់បានឡើងមកគាត់ត្រឡប់ទៅវិញសុបិនរុញបាល់ឆ្ងាយពីជើងបន្តិចហើយ Faris Hamouti មិនឲ្យលេងស្រួលទេ Hamouti ឲ្យជន់បាល់ដាក់ដងខ្លួនទាញត្រង់នេះអញ្ញាកណ្ដាលផ្ដាល់បាល់ពីនេះរតនៈក៏បញ្ជូនចែកហែកទៅស្ដាំនៅតាក់ត្រឹមខ្សែការពារបាទពីរុនក៏ទម្លាក់មកវិញបញ្ជូនទៅត្រង់មកខាងមុខអស់រលីងបាទដោយសារ Faris Hamouti សល់គ្រាយានិងស៊ឺវិសាលបាទ3ខាងក្រោមនេះគឺខែលការពារមុខទីបាទដល់ក្រាស់ខ្មឹករបស់ព្រះខ័នរាជស្វាយរៀងសារ៉េតគ្រាយាដេញរាប់តិចពីខ្សែប្រយុទ្ធបាទស៊ីដានបញ្ជូនស្រូមិនរតនៈឆែកខាងឆ្វេងមានហើយមានពេលប្រាគាត់មេកំពុងរត់ចូលប្រអប់រតនៈបាទ2នាក់ពិបាកចោះបន្តិចអញ្ចឹងបញ្ជូនមកឲ្យស៊ីដានទាញបាទបើសិនជាឲ្យតែទាញពី3ជំហានទៀតវាពិបាកព្រោះស៊ីដានចំណាប់ឆ្វេងផងឥឡូវនេះរតនៈ2នាក់ឡើងទៅដណ្ដើមពីមិនរតនៈទីបំផុតបាល់ចេញទៅក្រៅបាទមានអោភិរុនបាទដែលដេញតាមគៀកក្នុងការដណ្ដើមបាល់ជាមួយរតនៈឥឡូវជាការគប់បាល់ទេបាទពីការចង្អុលបង្ហាញរបស់ជំនួយការអាជ្ញាកណ្ដាលគ្រាយាបាទយកជំហរដើម្បីគប់ឆ្ងាយប៉ុន្តែមិនដូច្នោះទេបាទជាការបញ្ញាក់ស្មារតីបន្តិចដោយមិនរតនៈលេងក្រោមជាមួយនឹងយូដៃបាទយូដៃក៏បន្តឲ្យ Faris ងាកទៅវិសាខានោះ 3-0 នៃបងប្អូន 3-0 នៃរតនៈទប់បាល់មួយសិនមិនរតនៈទម្លាក់ទៅស៊ីដានប៉ើងឡើងទៅខាងលើវិញទម្លាក់យ៉ាងល្អតែបាល់រៀងរមៀលគួចលឿនបន្តិចដែលធ្វើឲ្យប្រអប់ជើងរបស់ស៊ីដានមិនអាចសេរីបានវិសាខាបាទទើបតែលេងបាន20នាទីបាទនាំមុខ3-0សរុប2ជើងក៏ត្រឹមពេលនេះគឺ6ទល់គ្រាយាក៏ទាត់ផ្ដាច់ចោលឲ្យឆ្ងាយសនតែទម្លាក់យូដៃបានបាល់សុកយុទ្ធបញ្ជូនបន្តប៉ាទ្រិកទប់មួយសិនចន្ទធាចល័តរត់ទៅមុខដើម្បីចាំជួយគ្រប់គ្រងបញ្ជូនឲ្យចន្ទធាមែនចន្ទធាងាកក្រោយមានពេលប្រាតែចន្ទធាគឺសុកចិត្តទាត់បំមុខជាមួយខ្សែការពារបាទរបស់បង្គេតឈឿងវិស្ណុតែម្ដងវិស្ណុហើយនឹងប៊ុនឆៃបាទគឺថារៀងមិនងាយឲ្យចន្ទធាបាទស្រួលក្នុងការទាត់នោះទេឥឡូវកំពុងរងចាំបាទក្នុងការទាត់បាល់ជ្រុងខណៈដែលការលើកម៉ោងបន្ថែមបង្ហាញជូនគឺ3នាទីម៉ោងបន្ថែមបង្គ្រប់ក្នុងវគ្គទី1នេះ3នាទីបាល់ corner kick បាទជាបន្តបន្ទាប់របស់ព្រះខ័នរាជស្វាយរៀងយូដៃអូកាវ៉ា
លើកនេះទាត់កោងមកបង្គោលទី2មានសម្លេងកញ្ចែពីអាញាកណ្ដាលបាទពីការច្រត់គ្នាទាញគ្នាដួលចឹងការទាត់បាល់ corner kick នេះគឺសន្និដ្ឋានចាស់តើឲ្យខ្វាមេមិនរតនៈបានបាល់ឲ្យពេប្រាលើកមកឆ្វេងឲ្យចន្ទធាសៀងចន្ទធាមួយទល់នឹងមួយកាត់ទៅកណ្ដាលមិនរតនៈញាក់ឆ្វេងញាក់ស្ដាំញុះចុះញុះឡើងប៊ុនឆៃចោះបន្តមកឲ្យ Sires Demi មិនទាន់ទៅណាពីការគៀបសង្កត់របស់ក្រុមបាល់ទាត់ប្រកាន់រាជទេអស់ទៅហើយចន្ទធាក៏ប៉ុន្តែត្រង់នេះគឺសនឃ្លាផ្ដាច់ដោយសញ្ញាបាទឆែកជាមួយនឹងក្រុមរបស់ខ្លួនដែរថាចោះមកឲ្យលឿនជួយឲ្យបានយើងមើលអាកាស Sires ទាត់បានមួយជើងគត់តែជើងដោយសារម៉ាងដៃគាត់ទៀតបាទឥឡូវលេងក្រោមគៀសបន្តិចសុកយុទ្ធមួយជើងនេះឥឡូវបានទាត់ស្ទើរគ្រប់គ្នាទេមើលសុកយុទ្ធក៏បានទាត់គ្រីយ៉ាក៏បានទាត់ប៉ាទ្រីកពេប្រាក់វ៉ាមេមិនរតនៈសៀងចន្ទធាយូដៃអូកាវ៉ាបាទដោយទាំងសឿយវិសាល Faris Hamoti ក៏បានទាត់ដែរនិយាយទៅបានទាត់ទាំងអស់គ្នាហ្មងបាទប៉ុនប៉ងអត់តាតារាមួយមិននិយាយទៅ10នាក់បាទ10នាក់សិតតែប៉ុនប៉ងបានទាត់នៅមុខទីរបស់បង្គេតអានេះយើងនិយាយតាមមើលជាក់ស្ដែងបងប្អូនបាទគឺថាការសម្រុកមកបាទឱកាសកាលណាមានគឺគាត់ទាត់យកទៅតែម្ដង10នាទីកន្លងផុតទៅនៅក្នុងការប្រកួតវគ្គទី2ប៉ុន្តែទោះបីជាទាត់យ៉ាងណាក៏ដោយបាទគឺមិនអាចចូលទីបង្គេតបានទេគឺកយសាលីមជាអ្នកសង្គ្រោះបាល់គ្រោះថ្នាក់បានច្រើនមែនទែនងាកមកកាន់បង្គេតបាទឱកាសនៅក្នុងការទាត់បាទបិទតែតិចប៉ុន្តែព្យាយាមខ្លាំងមែនទែនក្នុងនាមជាម្ចាស់ផ្ទះ Son Kelly ជាមួយនឹង Zabala គិតគ្នាម្ដងទៀតបាទ free kick នេះរៀងឆ្ងាយដែរបាទរៀងឆ្ងាយដែរនៅខាងស្ដាំមានតាំងប៊ុនឆៃបាទលើកទៅឆ្វេងឯនោះវិញលោតទាត់ឃ្លាដោយពេប្រាខ្វាមេប៊ុនឆៃងាកមើលបាទដាក់ដងខ្លួនរារាំងលូកជើងចុងក្រោយគឺសុកយុទ្ធបានបាល់សុកយុទ្ធបញ្ជូនទៅក៏ប៉ុន្តែបាទZabala បាទដដើមសនកាត់ទៅកណ្ដាល Wesley បាទញយខ្លួនមិនទាត់ទេគ្រាន់សបិនត្រូវបានគ្រីយ៉ាបាទរុញមកខាងមុខវិស្ណុសាលីមបាទទាត់បញ្ច្រាស់បាល់មកវិញអូយបាល់នេះបាទស្រួចមែនតើអូយដួលបាត់ហើយកលគ្នាឲ្យ Faris Hamoti ជាមួយនឹង Sires Demi បើសិនជា Faris Hamoti មិនបដូរបែបនេះបាទម្លេះសំបង្កេតបាទអាចមានឱកាសល្អមិនខានទេបងប្អូនមើលចុះបាទកន្លែងនេះគឺ Demi គាត់ច្រានមួយខ្លួននេះបាទឲ្យបាល់ហោលទៅមុខក៏ប៉ុន្តែកំណល់បាទគឺ Faris គាត់លើកដៃទៅគៀកស្មាបាទគឺអស់ចំហនេះគឺថាសាងលេខទៅគឺវាស្តាក់បាទដូច្នេះ Faris Hamoti ទទួលបានការពិន័យកាត់លឿងពីអាជ្ញាកណ្ដាលលោកអ៊ីវទីណារនាំងមាន3ដើម្បីបិទបាទហើយជារឿយៗយើងតែងតែឃើញម្ចាស់អាវលេខ13 Zabala ជាមួយនឹងម្ចាស់អាវលេខ31 Son Kelly បាទតែងតែឈរទន្ទឹមគ្នាហើយផ្លាស់ប្ដូរគ្នាទាត់បាទឥឡូវ Kelly លើកមកហើយចាប់កឡោផុតដៃបាត់ទៅហើយចេញក្រៅបាត់ទៅហើយបានបាល់ទាត់ចេញពីជ្រុងទៅខាងក្រុមបាល់ទាត់បង្គេតម្ដងទៀតអាយ៉ាបាទដោយសារតែការការពារមាញ់អញ្ចឹងចុះមកស្រទាំងអស់គ្នាម៉ាត់នរុនលីកទាត់បញ្ចូលទីបានច្រើនគ្រាប់ណាស់នរុនលើកដៃជាសញ្ញានរុនក៏លើកបាល់ក្រោមបើកហើយក៏លូកជើងទាត់វិស្ណុលូកជើងទាត់មិនទាន់ពីការឃ្លានេះទេ Wesley ដល់ទៅ4721នាក់បាទជាមួយអ្នកចូលរួមនៅក្នុងការប្រកួតនេះឥឡូវឲ្យទៅហើយ Iago Bento សម្លឹងឃើញម៉ាត់នរុនឲ្យត្រឹម Zabala សិន Zabala រុញបន្តបានសម្រេចម៉ាត់នរុននៅខាងឆ្វេងម៉ាត់នរុនគៀសមួយប៉ះត្រង់នេះកាត់បានវិញដែរទេកាត់មកហើយបាទប៉ះជើងរបស់ Yudai Ogawa ចេញក្រៅបាទលេងយល់ចិត្តគ្នាជាមួយនឹងបាទ Iago Bento តែការកាត់នេះត្រូវរាំងបានសម្រេចដោយ Yudai Ogawa Zabala ជាអ្នករ៉ាប់រងការទាត់បាល់ជ្រុងឲ្យបង្គេត
Zabala លើកដៃជាសញ្ញា Luis Zabala ទាត់កោងមង្គលទី2មកតែទៅវិញដោយវិស្នុតែបន្តហើយក៏ជាប់ជើងរបស់ស៊ីដានឲ្យមកបាទរុញត្រង់នេះយ៉ាងណាដែរអស់ហើយសល់តែគួយសាលីមទាន់ឬមិនទាន់ហើយមិនបញ្ហានោះទេលុតតែប្រជែងគ្នាជូនទៅត្រង់នេះយ៉ាងណាអីយ៉ាទាត់ប៉ះគ្នាឯងរុញបន្តិចស្រេសមីអូហូយវ៉ាន់ហ៊ូឡអត់ដែរ Zabala មួយជើងទៀតអូហូយមកបាទដូចឆ្វាក់ជាមួយអ្នកចាំទីមែនទេបាទបាល់មិនក៏ទាត់ចំទៅអ្នកចាំទីអត់មានកិច្ចអីមិនតិចសោះតែម្ដងយើងមើលរូបភាពឡើងវិញរុញទៅអូបាទវ៉ាន់ធូត្រៃល្អណាស់មកទាត់រៀបជះមកវិញអ៊ីវសវណ្ណរាគាត់ស្ដាយដែរស្ដាយទាំងថាប៉ះជើងគាត់អត់ព្រមឡងទៅរកទីបើឡងចេញក្រៅបាន goal kick លូកដណ្ដើមយកអីយ៉ាដួលអត់ទេលេងបន្តបានមួយជើងផ្ដាច់មកខាងលើវិញ Son Kelly ទម្លាក់ទៅរៀងស្ទើហើយ Son Kelly អីយ៉ាបាទសាលីមប្រើបច្ចេកទេសបាទអត់ស្លន់ស្លោទេបញ្ជូនត្រឡប់ទៅវិញតែភ្ងើយមួយទៅហើយអ៊ីវស្វាន់រ៉ាមើលឃើញ Iago Bento Fernandes រកគ្រាប់បាល់ទាល់តែបានការតាំងចិត្តរបស់បឹងកេតបាទមួយលើកហើយមួយលើកទៀតបាទគ្នាច្រើនរៀងពិបាកអញ្ចឹង Iago Bento ថាទុកឲ្យខ្ញុំទាញទាត់តែម្នាក់ឯងបានហើយ1-1បាទក្រឡេកមើលទៅពេលខាន់រីស្វាយរៀងក្នុងការប្រកួតចុងម៉ោងនៅតែបាត់បង់ការប្រមូលអារម្មណ៍បាទយើងឃើញត្រង់នេះបាល់ដាច់បាទហើយក៏ទាត់បញ្ចូលទីបានយ៉ាងល្អបាទជំនាញជើងឆ្វេងគៀសបានហើយក៏សម្ដៅទៅរកបាទមុំធំអ្នកចាំទីវេរ៉ាហក់ដែរតែហក់មិនដល់នោះទេ1-1បាទអើអីណាទេបាទអញ្ចឹងយុទ្ធសាស្ត្ររបស់គាត់ក៏បានជាផលផ្លែនៅក្នុងវគ្គទី2ដែរយូដៃហាក់ដូចជាចង់និយាយអ្វីទៅកាន់ជំនួយការអាជ្ញាកណ្ដាលបាទអញ្ចឹងលោកអ៊ីវទីណាទៅសម្របសម្រួលបន្តិចសិនបាទនៅក្នុងពេលដែលយូដៃមានការតវ៉ានោះអញ្ចឹងអាជ្ញាកណ្ដាលសម្រេចបាទថាឲ្យទាត់បានរនាំងនៅពីមុខមាន2នាក់បាទពីក្រុមបឹងកេតជាអ្នកឈប់បាំងយូដៃក៏លេខខាងក្រោយខ្នងមានបាទសឿយវិសាលជជែកគ្នាជាមួយនឹងអាជ្ញាកណ្ដាលសម្របសម្រួលយ៉ាងណាកុំឲ្យមានបញ្ហារអាក់រអួលកើតឡើងឥឡូវនេះឃើញថាគ្រប់យ៉ាងទៅតាមរបៀបរៀបរយអស់ហើយតែសញ្ញាពីអាជ្ញាកណ្ដាលមិនទាន់ផ្លុំកញ្ចែទេបាទកាលណាឮសូរកញ្ចែទៅមានចលនាឥឡូវនេះកញ្ចែពីលោកអ៊ីវទីណាហើយយូដៃក៏លើតែមួយក្បាលទៀតចេញទៅខាងក្រោយរំលងផុតទីទៅហើយបាទ